ឆ្លាជាផ្កាដែលមានតម្លៃនិងអត្ថន័យដ៏ជ្រាលជ្រៅចំពោះមនុស្សស្រីថ្ងៃនេះជាថ្ងៃនៃទិវានៃក្តីស្រឡាញ់ផ្កាកុលាបគឺឡើងថ្លៃប៉ុន្តែថ្លៃយ៉ាងណាច្រើនយ៉ាងណាអស្ចារ្យយ៉ាងណាតម្លៃនៃមនុស្សស្រីនោះគឺស្ថិតនៅលើផ្កាឆ្លាដែលមនុស្សប្រុសដែលខ្លួនស្រឡាញ់យកទៅជូននាងនៅមុខចាស់ទុំបងប្អូនសាច់ញាតិរបស់នាងគឺផ្កានោះពិតជាមានតម្លៃនិងកាត់ថ្លៃមិនបានផ្កាថ្លាថ្មីត្បិតតែមើលទៅវាមិនមានពណ៌ស្រស់ស្អាតឆើតឆាយគ្មានក្លិនក្រអូបអស្ចារ្យណាស់ណានោះទេប៉ុន្តែវាមានតម្លៃនិងអត្ថន័យដ៏ជ្រាលជ្រៅជាទីបំផុតចំពោះមនុស្សស្រីដែលបានទទួលផ្កាឆ្លារបស់មនុស្សប្រុសដែលខ្លួនស្រឡាញ់ហើយនៅពេលដែលបានចាប់ដៃគ្នារស់នៅជាមួយគ្នាហើយថែរក្សាចំណងអាពាហ៍ពិពាហ៍ផ្កាឆ្លានោះកាន់តែមានតម្លៃជ្រាលជ្រៅកាន់តែទ្វេដងហ្នឹងហើយចឹងក្នុងថ្ងៃនេះគឺបងស្រីបានទទួលតម្លៃពិតប្រាកដទោះបីជាកម្មវិធីមិនបានធំដុំអរ៉ារឹកអធិកធមដោយគេដោយឯងក៏ពិតមែនប៉ុន្តែឲ្យតែអ្នកទាំងពីរមានក្តីសន្តោសស្រឡាញ់គ្នាដ៏ស្មោះត្រង់ចេះយល់យោគអត់ឱនអធ្យាស្រ័យជាពិសេសនោះគឺមានការប្រឹងប្រែងរួមទៅជាមួយគ្នាយើងនឹងរកនៅសេចក្តីសុខសុភមង្គលឲ្យខ្លួនឯងបានហើយទ្រព្យសម្បត្តិវាជាការកើតខាងក្រោយនោះទេឲ្យតែយើងប្រឹងរួមគ្នាឲ្យស្មោះត្រង់នឹងគ្នាជួយគ្នាយល់ពីគ្នាទៅវិញទៅមកនឹងមានធម៌សន្តោសសតិរៈសន្តោសៈបានន័យថាធម៌សន្តោសទៅគ្នាទៅវិញទៅមកមានការលើកលែងនៅអ្វីណាដែលអាចលើកលែងបានគួរតែលើកលែងពីព្រោះយើងចាប់ពីថ្ងៃនេះទៅមិនមែនអ្នកដតីសាច់ដតីទេគឺជាប្តីប្រពន្ធបានន័យថាគ្មាននរណាម្នាក់ស្និទ្ធស្នាលជាងប្តីយើងជាងប្រពន្ធយើងយល់ពីខ្លួនយើងក្រៅពីប្តីយើងប្រពន្ធយើងនោះទេចឹងហើយនៅពេលដែលមានបញ្ហាអីបន្តិចបន្តួចត្រូវតែមានភាពអត់ឱនអធ្យាស្រ័យទៅគ្នាទៅវិញទៅមកទើបយើងអាចរក្សាចំណងនៃអាពាហ៍ពិពាហ៍នេះទៅដល់ថ្ងៃអវសាននៃជីវិតរៀងខ្លួនមាននិស្ស័យជាមួយគ្នាជាប្តីប្រពន្ធហើយយើងគួរតែថែរក្សាអានិស្ស័យនឹងឲ្យបានយូរលង់អង្វែងតរៀងទៅពីព្រោះថាឪពុកម្ដាយយើងយាយតាយើងគាត់ចាប់ដៃគ្នាជាប្តីប្រពន្ធនេះមិនមែនគាត់ថាមិនចេះទាស់គ្នាចេះឆ្លោះគ្នាមិនចេះអន់ចិត្តនឹងគ្នានោះទេសិតតែធ្លាប់ឆ្លងកាត់រាប់សិបដងមិនភ្លេចទៅហើយប៉ុន្តែអាការដែលទាស់គ្នាអន់ចិត្តនឹងគ្នាគឺគាត់អន់ចិត្តទាស់គ្នាអន់ចិត្តនឹងគ្នាដោយនៅមានភាពក្តីស្រឡាញ់ហើយនិយាយគ្នាដល់បែរមុខនិយាយគ្នាដោយមិនយកអាគំនុំទាំងអស់នោះចង់ចិត្តចង់កំណត់គិតក្នុងចិត្តហើយដល់ថ្ងៃណាមួយជះអាកំហុសទាំងអស់នោះដាក់គ្នាប្រៀបបីដូចជាសាំងហើយនឹងភ្លើងកំពុងឆេះយកសាំងយកទៅជះដាក់បន្ថែមវាមិនអាចរលត់ភ្លើងបាននោះទេវាកាន់តែឆេះខ្លាំងឡើងយ៉ាងណាជីវិតប្តីប្រពន្ធកាលណាបើសិនជាម្នាក់ទៀតកំពុងតែខឹងអន់សម្ពុតចិត្តឯណាអ្នកមួយម្នាក់ទៀតនឹងកុំឌឺដងឬក៏ផ្លែផ្កាដោយពាក្យសម្ដីឯណាអ្នកមួយមិនសមរម្យទៅកាន់ម្នាក់ដែលកំពុងតែអន់សម្ពុតចិត្តឬក៏ខឹងនឹងឯងត្រូវតែប្រើចិត្តមេត្តាចិត្តជាទឹកនេះទឹកចិត្តត្រជាក់ចេះលួមលោមអត់ឱននឹងធ្វើយ៉ាងម៉េចដើម្បីឲ្យដៃគូម្ខាងទៀតហ្នឹងបន្សាបដល់ភាពខឹងក្រោធកាលណាបើសិនជាយើងចង់ឈ្នះរៀងខ្លួនហើយចង់ត្រឹមត្រូវរៀងខ្លួនគឺខាតតែទាំងពីរនាក់ទេអត់អាចអ្នកណាម្នាក់ថាអស់ចាជាងនរណាម្នាក់នោះទេអញ្ចឹងត្រូវតែមានធម៌សតិរៈសន្តោសៈហ្នឹងគឺសេចក្តីសន្តោសរវាងគ្នាសម្រាប់ជីវិតជាប្តីប្រពន្ធនេះ